ក្រោយបេសកកម្មសង្គ្រាមអ៊ីរ៉ង់តម្រូវឲ្យនាវាអាមេរិកជិត 5000 នាក់រស់នៅលើផ្ទៃសមុទ្រអស់ជាង 250 ថ្ងៃរហូតផ្ទុះការព្រមានអំពីផលប៉ះពាល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln ត្រូវគេរាយការណ៍ថាកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសថៃដើម្បីឲ្យក្រុមនាវិកបានឡើងគោកសម្រាកសារព័ត៌មានអាមេរិក USA Today បានរាយការណ៍នៅថ្ងៃទី24ខែសីហាឆ្នាំ2026នឹងត្រូវបានផ្សាយបន្តដោយកាសែតថៃជាច្រើនថានាវាយក្សនេះក្រុងចូលចតនៅប្រទេសថៃនៅដើមខែកញ្ញាឆ្នាំនេះមុនបន្តដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញព័ត៌មាននេះផ្អែកទៅលើសារដែលនាវិកបានផ្ញើទៅកាន់ក្រុមគ្រួសារប៉ុន្តែមិនបានបង្ហាញកំពង់ផែថ្ងៃចូលចតនិងរយៈពេលស្នាក់នៅថៃជាក់លាក់ទេក្នុងសារមួយផ្ញើកាលពីថ្ងៃទី18ខែសីហានាវិកម្នាក់បានសូមឲ្យសាច់ញាតិជួយរកសន្តាគារល្អមួយនៅប្រទេសថៃសម្រាប់ការស្នាក់នៅរបស់ខ្លួនប៉ុន្តែការចូលចតនៅថៃមិនទាន់ត្រូវបានកងទ័ពជើងទឹកអាមេរិកបញ្ជាក់ជាផ្លូវការទេលោក Christopher Thomas អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិកបានប្រាប់ USA Today ថាកងទ័ពមិនអាចបញ្ចេញព័ត៌មានអំពីដំណើររបស់នាវានាពេលអនាគតទេដោយសារហេតុផលសន្តិសុខកងនាវា Pacific អាមេរិកក៏មិនទាន់ឆ្លើយតបទៅនឹងសំណើសុំការបញ្ជាក់ដែរប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃទី14ខែសីហាថា USS Abraham Lincoln នឹងចាប់ផ្ដើមផ្លាស់ទីក្នុងពេលឆាប់ៗតែលោកមិនបញ្ជាក់ថាទៅណាទេរបាយការណ៍នានាចាត់ទុកការចូលចតតាមផ្លូវជាទូទៅអនុញ្ញាតឲ្យនាវិកឡើងគោកសម្រាកនិងឲ្យនាវាបំពេញស្បៀងឬតម្រូវការចាំបាច់មុនបន្តដំណើរ USS Abraham Lincoln បានចាកចេញពី San Diego រដ្ឋ California កាលពីថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ដោយនាវិករំពឹងថាបេសកកម្មមានរយៈពេលត្រឹម6ខែប៉ុន្តែនាវានេះត្រូវបានបង្វែរទៅមជ្ឈមបូព៌ាដើម្បីគាំទ្រសង្គ្រាមនៅអ៊ីរ៉ង់ធ្វើឲ្យបេសកកម្មអូសបន្លាយដល់9ខែនាវិកបានរាយការណ៍អំពីការងូតទឹកត្រជាក់បង្គន់ស្ទះនិងសុខភាពផ្លូវចិត្តធ្លាក់ចុះខណៈមានករណីនាវិកព្យាយាមលោតចេញពីនាវាកងទ័ពជើងទឹកអាមេរិកទទួលស្គាល់ថាបេសកកម្មវែងបង្កសម្ពាធធ្ងន់លើនាវិកប៉ុន្តែថាខ្លួនមិនបានរកឃើញករណីប៉ុនប៉ងធ្វើឃាតឡើយនេះបើយោងទៅតាម The Guardian គួរសម្គាល់ថានាវាផ្ទុកយន្តហោះ USS Abraham Lincoln ជាមូលដ្ឋានទ័ពអាកាសអណ្តែតទឹកដ៏មានអានុភាពរបស់អាមេរិកនាវានេះដើរដោយថាមពលនុយក្លេអ៊ែរមានប្រវែង332ម៉ែត្រទម្ងន់ជិត 100000 តោនអាចបើកក្នុងល្បឿន55គីឡូម៉ែត្រក្នុង1ម៉ោងនិងផ្ទុកយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រ65គ្រឿងវាអាចបញ្ជូនយន្តហោះទៅវាយប្រហារគោលដៅលើអាកាសលើសមុទ្រនិងលើដីហើយមានពណ៌មីស៊ីលនិងកាំភ្លើងការពារប្រឆាំងយន្តហោះនិងមីស៊ីលរបស់សត្រូវផងដែរខ្ញុំរស់សុធាវី News Today NTTV